នេះព្រឹកថ្ងៃច័ន្ទ10កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី7ខែមេសាគ្រិស្តសករាជ2025នាយកបរដ្ឋនបាលកិច្ចបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីវិធាននិងនីតិវិធីសារពើពន្ធចំពោះបរដ្ឋនបាលកិច្ចក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសុខតារាអគ្គនាយកនៃនបថនៅសន្តាគារសុខាភ្នំពេញសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយប្រកាសស្តីពីវិធាននិងនីតិវិធីសារពើពន្ធចំពោះបរដ្ឋនបាលកិច្ចដែលបានចូលជាធរមានកាលពីថ្ងៃទី12ខែមីនាគ្រិស្តសករាជ2025ដែលបានកំណត់អំពីបែបបទនិងនីតិវិធីក្នុងការអនុវត្តសារពើពន្ធចំពោះបរដ្ឋនបាលកិច្ចដោយមិនបង្កើតថ្មីឬបន្ថែមឬការកំណត់របបពន្ធដោយឡែកពីរបបសារពើពន្ធដែលមានរួចជាស្រេចនោះទេដើម្បីសម្រួលដល់ដំណើរការអនុវត្តនេះប្រកាសនេះបានកំណត់ឲ្យបរដ្ឋនបាលជាអ្នកប្រកាសពន្ធជំនួសបរដ្ឋនបាលទាយុនិងអធិគារកិច្ចហើយប្រកាសនេះក៏បានចូលរួមលើកកម្ពស់ឲ្យមានអភិបាលកិច្ចល្អនិងបង្កើនទំនុកចិត្តវិនិយោគិនដោយតម្រូវឲ្យបរដ្ឋនបាលកាន់បញ្ជីការគណនេយ្យដាច់ដោយឡែកពីគ្នាសម្រាប់បរដ្ឋនបាលកិច្ចនីមួយៗដែលបង្កើតនិងចុះបញ្ជីការរៀបចំប្រកាសនេះខ្ញុំសូមជម្រាបជូនថាមិនមែនជារឿងចៃដន្យទេប៉ុន្តែបានគិតគូរមកដល់ពេលឥឡូវនេះគឺប្រហែលជា2ឆ្នាំមកហើយតែពាក់ព័ន្ធជាមួយការរៀបចំប្រកាសឡើងហើយប្រកាសនេះគឺអត់មានកំណត់របបពន្ធថ្មីបន្ថែមដាច់ដោយឡែកទេអនុវត្តតែរបបពន្ធដែលជាស្រេចសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងរបស់អគ្គនាយកដ្ឋានពន្ធដារនិងមន្ត្រីជំនាញពន្ធដារថ្នាក់ដឹកនាំនិងមន្ត្រីនៃនបថព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកទទួលបន្ទុកពាក់ព័ន្ធរបស់ក្រុមហ៊ុនបរដ្ឋនបាលប្រតិបត្តិការបរដ្ឋនបាលផ្ដល់សេវារក្សាសុវត្ថិភាពឬសេវារក្សាទុកក្នុងវិស័យបរដ្ឋនបាលកិច្ចបរដ្ឋនបាលរូបវន្តបុគ្គលឯករាជ្យក្រុមហ៊ុនវិនិច្ឆ័យក្នុងវិស័យបរដ្ឋនបាលកិច្ចនិងក្រុមហ៊ុនផ្ដល់សេវាសាវនកម្ម